មានរឿងដ៏អស្ចារ្យមួយនៅពីក្រោយកាតាបស្ពាយរបស់ក្មេងសិស្សសាលានៅប្រទេសជប៉ុនក្មេងសិស្សសាលានៅទីនោះស្ពាយកាតាបដូចគ្នាមើលដំបូងដូចជាសាមញ្ញប៉ុន្តែតាមពិតទៅកាតាបស្ពាយមួយនេះមានតម្លៃជាង$800វាធ្វើដោយដៃអ្នកជំនាញនិងបង្កើតឡើងសម្រាប់ប្រើប្រាស់រយៈពេលយូរក្មេងៗអាចស្ទាយកាតាបនេះពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6វាត្រូវបានរចនាឡើងដោយគិតគូរពីផាសុកភាពនិងសុវត្ថិភាពសម្បកខាងក្រៅរបស់វាស្របដោយផ្ទៃកញ្ចក់ផ្លាស្ទិកដើម្បីធ្វើជាចំណាំងផ្លាតនៅពេលដែលក្មេងៗប្រើប្រាស់ដងផ្លូវនៅពេលដែលមានគ្រោះរញ្ជួយដីកើតឡើងសម្បកកាតាបនេះមានសភាពរឹងអាចជួយការពារក្បាលរបស់កុមារបានពីកម្ទេចកម្ទីថ្មហើយកាបូបស្ពាយមួយនេះក៏ក្លាយជាពងសុវត្ថិភាពនៅពេលដែលក្មេងៗបានជួបគ្រោះថ្នាក់ដោយធ្លាក់ចូលទៅក្នុងទឹកដោយវាអាចអណ្ដែតបានយ៉ាងល្អឥតខ្ចោះភាគច្រើនសម្ភារៈដែលប្រើប្រាស់នៅក្នុងប្រទេសជប៉ុនត្រូវបានគិតគូរយ៉ាងល្អិតល្អន់ដោយធានាលើសុវត្ថិភាពនិងគុណភាពទើបមនុស្សទូទាំងពិភពលោកជឿទុកចិត្តនិងប្រើប្រាស់របស់ដែលនាំចេញពីប្រទេសជប៉ុនហើយក៏មានតម្លៃថ្លៃជាងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតដែរ